នៅជាមួយថៅកែខ្ញុំយូរទៅដូចចង់កើតអង្គក្រិយកិតទៅហើយពុកម៉ែបងប្អូនក៏តណាតណៃក៏តែងតែបបួលខ្ញុំទៅផងដែរហើយខ្ញុំក៏មានវីដេអូថ្មីជូនពុកម៉ែបងប្អូនបានមើលបានទស្សនាផងដែរអំពីការរស់នៅប្រទេសថៃទៅការរស់នៅរបស់គេយ៉ាងដូចម្ដេចការលក់ដូររបស់គេយ៉ាងដូចម្ដេចថ្ងៃនេះថៅកែរបស់ខ្ញុំក៏មិនទិញខទិញតែ2ទេពុកម៉ែបងប្អូនប៉ុន្តែថែមចុះថែមឡើងទៅថៅកែទិញបានខ6ផងដែរដល់ពេលទិញបានខ6គាត់ក៏បានអោយខ្ញុំមួយក៏ដែលផ្លេចកូនចៅរបស់គាត់ទេពុកម៉ែបងប្អូនហើយខ្ញុំអរគុណលោកថៅកែដែលបានអាណិតស្រឡាញ់អោយខខ្ញុំមួយផងដែរអរគុណលោកថៅកែហើយចំពោះថៅកែខ្ញុំក៏ចិត្តល្អណាស់ពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនបានឃើញដែលខ្ញុំតែងតែផុសវីដេអូហើយនៅទីនេះក៏មានទង់ជាតិខ្មែររបស់យើងផងដែរសម្រាប់គេ scan QR code ពុកម៉ែបងប្អូនហើយក្រោយពីទិញរួចថៅកែក៏បានមកទិញបะหมี่เกี๊ยวពុកម៉ែបងប្អូនទិញបะหมี่เกี๊ยวនៅតាមដងផ្លូវរបៀបសុកស្រែគេលក់របៀបសុកស្រែសុកគេលក់ពេលល្ងាចក៏ទិញឲ្យខ្ញុំមួយថងគាត់មួយថងហើយនឹងកូនចៅរបស់គាត់នៅផ្ទះបាទម្នាក់មួយថងផងដែរថៅកែរបស់ខ្ញុំគាត់ដែលផ្លេចកូនចៅទេពេលគាត់ទៅក្រៅទៅអីបើថាគាត់មានពេលទំនេរគាត់តែងតែទិញម្ហូបទិញរបស់របរយកទៅឲ្យកូនចៅរបស់គាត់ហូបផងដែរចំពោះថៅកែរបស់ខ្ញុំចិត្តល្អណាស់ហើយគាត់ក៏បានថាអូនឯងចេះញ៉ាំអត់ខ្ញុំថាអត់ដឹងទេបងទិញអីក៏ទិញទៅខ្ញុំសាកមើលព្រោះអីបើមីគៀវជាលើកដំបូងរបស់ខ្ញុំផងដែរពុកម៉ែបងប្អូនគឺទំនងញ៉ាំមែនទែនមានបะหมี่เกี๊ยวដូចជាសាច់ទាពុកម៉ែបងប្អូននឹងសាច់ទាសាច់ជ្រូកពុកម៉ែបងប្អូនជាស្រ័យផងប្រហែលជាសាច់ជ្រូកពុកម៉ែបងប្អូនគឺបะหมี่เกี๊ยวសាច់ជ្រូកផងដែរហើយគាត់ក៏បានរៀបចំដាក់ពេជ្រខ្ចប់អោយថៅកែរបស់ខ្ញុំគឺការលក់ដូររបស់គេគឺអញ្ចឹងឯងពុកម៉ែបងប្អូនភាគច្រើនជនជាតិថៃគាត់លក់នៅពេលល្ងាចច្រើនជាងពេលព្រឹកពេលល្ងាចអញ្ចឹងគឺប្រជាពលរដ្ឋគេនៅតាមតំបន់សុកស្រែទីក្រុងនៅខេត្តណាខេត្តណីក៏ដូចគ្នាពុកម៉ែបងប្អូនគេលក់ពេលល្ងាចប៉ះគេលក់តាមផ្លូវតាមហាងភាគច្រើនគេលក់តាមផ្លូវអញ្ចឹងឯងពុកម៉ែបងប្អូនគេលក់តាមផ្លូវព្រោះជនជាតិថៃក៏ចូលចិត្តញ៉ាំពេលល្ងាចគាត់អត់មានញ៉ាំពេលព្រឹកដោយខាងប្រទេសខ្មែរយើងទេបើថាប្រទេសខ្មែរយើងភាគច្រើនគាត់ញ៉ាំពេលព្រឹកបើថាប្រទេសថៃភាគច្រើនគាត់ញ៉ាំពេលល្ងាចពេលព្រឹកក៏មានប៉ុន្តែមានតែតូចបើថាប្រទេសខ្មែរយើងពេលល្ងាចក៏មានផងដែរមានដោយកន្លែងតាមទីក្រុងមានលក់តាមទីក្រុងតាមអីពេលល្ងាចដែលទីក្រុងសៀមរាបភ្នំពេញប៉ោយប៉ែតអីមានពុកម៉ែបងប្អូនហើយចំពោះប្រទេសថៃការលក់ដូរគេអញ្ចឹងឯងពុកម៉ែបងប្អូនក្រោយពីថៅកែគាត់ក៏បានទិញបะหมี่เกี๊ยวរួចគាត់ក៏បានបួលខ្ញុំមកហូបបបរសផងដែរបបរសនៅទីនេះមានបងប្អូនខ្មែរយើងទាំងអស់ពុកម៉ែបងប្អូនគាត់លក់នៅទីនេះបបរសនៅទីនេះពុកម៉ែបងប្អូនហើយខ្ញុំធ្លាប់ញ៉ាំទីនេះ3 4ដងហើយព្រោះអីថៅកែខ្ញុំក៏តែងតែបបួលខ្ញុំញ៉ាំជាមួយក្រុមការងាររបស់គាត់ពុកម៉ែបងប្អូនហើយម្ចាស់ក្រុមហ៊ុនគាត់ក៏តែងតែញ៉ាំនៅទីនេះផងដែរហើយនៅទីនេះគឺមានតែបងប្អូនខ្មែរយើងដែលគាត់លក់ដូរនៅទីនេះហើយនឹងធ្វើម្ហូបពុកម៉ែបងប្អូនខ្មែរយើងទាំងអស់ដែលគាត់ធ្វើម្ហូបនៅទីនេះនៅខាងក្រោយកន្លែងដែលក្រោយថៅកែរបស់ខ្ញុំសិតតែបងប្អូនខ្មែរយើងទៅទេហើយថៅកែនឹងខ្ញុំក៏បានរៀបចំញ៉ាំរួចស្រេចតែម្ដងពុកម៉ែបងប្អូនទាំងអស់នេះអស់ប្រហែលជា70000រៀលជាងពុកម៉ែបងប្អូនមកគិតជាលុយខ្មែរយើង70000រៀលហើយខ្ញុំក៏បានរៀបចំឡើងឡានទៅវិញហើយក៏បានថតលួចថតបងប្រុសជាជនជាតិខ្មែរគាត់កំពុងធ្វើម្ហូបតូចមួយចេះធ្វើម្ហូបបានឆ្ងាញ់ហើយចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហើយខ្ញុំអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូខ្ញុំដល់